ហើយបានឃើញពន្លឺអ្វីម្យ៉ាងពណ៌បៃតងខ្ចីម្ដងភ្លឺម្ដងរលត់ទើបតាលូនិយាយថា អាប អាបអួយអីតាភ្លើងដ្រូនក្មេងបង្ហោះលេងហ្នឹងណា គង់តែសម្លឹងទៅមើលអាបសំលេងបាញ់ជំពាមឮសូរតែវឹបទៅត្រូវនឹងភ្លើងពណ៌បៃតងនោះឮសូរតែភុះមួយទំហឹងពូច្រាច់លូកដៃដែលកាន់អំពៅយកទៅដាក់ក្បាលគាត់ដែលកំពុងតែសូត្រអាគមឮសូរតែប៉ុកទៅហើយធ្មប់មួយអំពៅហើយទើបពូច្រាច់ស្ដីឲ្យថា សូត្រអីមករំបល់យោហែងស្អីហែងស្មានតែអញមិនដឹងថាហែងដាក់អំពើប្រពន្ធអញហ៎ក្បាលមកអំពៅនឹងហូរឈាមរហាមឥឡូវអា ច្រាច់ហាក់បីដូចជាមិនខ្លាចអាបនេះសោះគាត់ក៏លូកដៃទៅដាក់ក្បាលអាបមួយអំពៅទៀតឮសូរតែប៉ុក ទៅយកបន្លាវាយពោះវៀនវាទៅឪ បន្លាមិនវាងាប់កូន រួចហើយគាត់ក៏ដកកាំភ្លើងខ្លីចេញពីចង្កេះគាត់ទើបនិយាយឡើង នេះដាក់អានេះចំក្បាលវាតែមកគ្រាប់ដឹងតែងាប់តែម្ដង